បាទជំរាបសួរបងបាទnghiệpសួរបាទបងមានឈ្មោះដែរបងជាងសិរិទ្ធបងចង់ដឹងពីមុននឹងប្រើណាកូស៊ីនេះបងឈ្មោះអីខ្លះបងខ្ញុំឈឺច្រមុះឈឺក្បាលលាកពងកថប់ដង្ហើមគេងអត់បានគ្រូតាំងច្រមុះដកតាបបាក់ដកដង្ហើមនិងលំមាស់តិចលំមាស់ក្បាលដេកយប់អីក្រោកតាអង្គុយខាកស្ដោះដកដង្ហើមពេលមេឃតិចមកដកដង្ហើមបបាក់ដកដង្ហើមគ្រូអញ្ចឹងឆ្លេះនៅពងកនោះឈឺកក្តៅកពេលវាធ្វើទុកច្រមុះដល់ពេលយើងបានប្រើថ្នាំនឹងទៅវាបានដកដង្ហើមស្រួលគ្រូបានដកដង្ហើមបានហើយវាអត់ស្ូវក្តៅកបានធូរច្រមុះនឹងវាមិនបានវាធ្វើទុកពិបាកដកដង្ហើមហ្នឹងបងដុសសាច់គ្រូដុសសាច់ក្នុងហ៊ុនច្រមុះហ្នឹងទៅវាចិត្តហ៊ុនច្រមុះហ្នឹងខ្យល់អត់បានចេញចូលដកដង្ហើមបានតែមួយជាហៀងវាអត់បានខ្យល់ពេញអញ្ចឹងហើយបងឈឺប្រហែលខែប្រហែលឆ្នាំហើយបងឈឺ9ឆ្នាំហើយគ្រូចូល9ឆ្នាំហើយបាទឥឡូវបងប្រើណាកូស៊ីនេះប្រហែលថ្ងៃបានដឹងធូរខ្ញុំប្រើដំបងបាន5ថ្ងៃបានដឹងថាធូរគ្រូបាទធូរមិនខ្លះដែរបងធូរដកដង្ហើមបានអត់ឈឺក្បាលហើយនឹងក្តៅកអីក៏វាថយបានច្រើនគ្រូចុះឥឡូវសរុបមកបងប្រើអស់ម៉ាំងកំប៉ុងហើយអស់2កំប៉ុងគ្រូឥឡូវ2កំប៉ុងជាអីខ្លះបងជាលែងក្តៅកដកដង្ហើមបានហើយនឹងសាច់ច្រមុះហ្នឹងក៏វារួញនៅសល់តិចតួចឈឺក្បាលលំមាស់តិចមកអីជាអស់ហ្នឹងគ្រូអាហ្នឹងហើយបងពីមុនធ្លាប់ប្រើអីថ្នាំអីផ្សេងច្រើនមកទេបងខ្ញុំប្រើថ្នាំបាញ់ប្រមាណប្រភេទហើយតែប្រើទៅវាអត់មានប្រសិទ្ធភាពពេលបាញ់បានមួយផ្លែតហ្នឹងដល់ពេលអស់ថ្នាំហ្នឹងទៅដែរចុះឥឡូវប្រើណាកូស៊ីនេះមិនដែរបងអស់2កំប៉ុងដល់ប្រើណាកូស៊ីហ្នឹងដាក់ទៅដោយថាដកដង្ហើមបានមានអារម្មណ៍ស្រស់ស្រាយថាដូចជាគ្រូមានអារម្មណ៍ថាតាមដានទៅអត់មានរើវិញវាប៉ុណ្ណាវាប៉ុណ្ណឹងបាត់ជាទៅប៉ុណ្ណឹងហ្មងវាអត់មានរើដូចថ្នាំផ្សេងមកទៀតបាទឥឡូវសរុបមកបងជាអីខ្លះឥឡូវជួយរៀបរាប់អស់មកបាទជាលំមាស់ភ្នែកហើយនឹងជាពងកលំមាស់ក្បាលលំមាស់ក្នុងតិចដុសសាច់អីរួញឡើងរៀបការពីមិនទាន់លេបថ្នាំគេអត់បានទេគ្រូបាទមកយប់ក្រោកពី3ដងក្រោកខាកក្រោកស្ដោះព្រោះវាត្រូវធាតតិចទៅតាំងច្រមុះធ្វើឲ្យថប់ដង្ហើមដេកអត់បានបាទហើយចុះឥឡូវដកដង្ហើមមិនដែរស្រួលបងណាឥឡូវដកដង្ហើមស្រួលធម្មតាគ្រូបាទបងបាទអញ្ចឹងបងជឿជាក់ទៅលើគុណភាពណាកូស៊ីទេបងបាទជឿជាក់លើណាកូស៊ីហ្នឹងពីមុនខ្ញុំដេកគិតថាស្ដាយលុយតែបើដល់ពេលបានប្រើទៅបានអត់ដឹងថាអត់ស្ដាយលុយទេពិតជារបស់គេមែនគិតថាថោកឬក៏តម្លៃនឹងសមរម្យបងតម្លៃវាមិនថ្លៃទេគ្រូឲ្យតែថ្នាំនឹងជាពិតប្រកបមិនថ្លៃទេប៉ុណ្ណឹងបាទព្រោះបងប្រើផលិតផលអីថ្នាំផ្សេងអស់ច្រើនមុខហើយណាបាទខ្ញុំប្រើវាឆ្អែតដល់ថ្នាក់ប្រើទៅវាអត់បាត់ដល់ចង់កើតជំងឺបាក់ទឹកចិត្តមិនដឹងប្រើថ្នាំណាបាទហើយឥឡូវសុបាយចិត្តទេបងបានជាបាទសុបាយចិត្តត្រង់ថាប្រើថ្នាំនឹងត្រូវឬគ្រូហើយបងមានពាក្យពេចន៍អី5សារដល់ពុកម៉ែបងប្អូនមិនទាន់ជឿជាក់មិនទាន់បានប្រើកំពុងតែឈឺពងស្វែងរកថ្នាំឬបងអញ្ចឹងខ្ញុំផ្ដាំផ្ញើទៅអតិថិជនដែលកើតជំងឺអាលែកស៊ីដោយរូបខ្ញុំនេះប្រើថ្នាំណាកូស៊ីទៅព្រោះអីខ្ញុំពីមុនមិនជឿតែឥឡូវខ្ញុំបានប្រើជារបស់ខ្ញុំមែនបានខ្ញុំជឿបាទអរគុណច្រើនដែលបងជួយចែកម្លែកបងណាបាទអរគុណបងជម្រាបលាបាទ